ទឹកបានជន់លិចផ្លូវចិត្តស្ពានអ្នកលឿងហើយថ្ងៃនេះគឺជាថ្ងៃទី9 ខែ 10 ឆ្នាំ 2025 ថ្ងៃនេះត្រូវបានសាងសង់រួចប្រមាណជាងខែមុនឥឡូវត្រូវបានទឹកជន់លិចដែលស្ថិតនៅក្នុងស្រុកសៀមរខេត្តព្រៃវែងមានប្រវែងប្រមាណជាង2 គីឡូម៉ែត្រដែលសាងសង់រួចឥឡូវត្រូវបានជន់លិចស្ទើរតែទាំងស្រុងបងប្អូនអាចមើលតាមវីដេអូនិងរូបភាពនៅក្នុងវីដេអូនេះបានថ្នល់ដែលលិចនេះមានចម្ងាយប្រហែលជា300 ម៉ែត្រពីគួរស្ពានអ្នកលឿងត្រួយខាងកើត